ក្រុងពេកាំងបានបញ្ជូនសារព្រមានដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានទៅកាន់ទីក្រុងឡុងដោយក្រើនរំលឹកចក្រភពអង់គ្លេសឲ្យគោរពយ៉ាងតឹងរឹងនៅគោលនយោបាយចិនតែមួយមិនលូកលាន់នៅក្នុងរឿងកោះតៃវ៉ាន់បើមិនដូច្នោះទេអង់គ្លេសនឹងប្រឈមទៅនឹងវិបត្តិការទូតយ៉ាងធ្ងន់ធ្ងរជាមួយនឹងចិនយោងតាមសារព័ត៌មាន The Point សារនេះត្រូវបានបញ្ចេញនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងជីនិងទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេសនៅក្នុងទីក្រុងពេកាំងកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025លោកវ៉ាងជីបានចោទប្រកាន់ទីក្រុងឡុងដោយមិនទុកមុខថាមានជំហរច្របូកច្របល់ទៅលើបញ្ហាកោះតៃវ៉ាន់ហើយបន្តពន្យាពេលអនុវត្តបើកស្ថានទូតធំថ្មីរបស់ចិននៅក្នុងទីក្រុងឡុងក្រោមលេសនយោបាយប្រមុខការទូតចិនដ៏ល្បីល្បាញរូបនេះព្រមានថាប្រសិនបើចក្រភពអង់គ្លេសចង់បានទំនាក់ទំនងដែលមានស្ថិរភាពជាមួយនឹងចិនអង់គ្លេសត្រូវតែគោរពការបដិញ្ញាចិត្តរបស់ខ្លួនកុំបំពាននយោបាយចិនតែមួយក្រោមគោលនយោបាយចិនតែមួយទីក្រុងពេកាំងអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីមួយចំណែករបស់ចិនហើយកំណត់មិនឲ្យដៃគូបរទេសទទួលស្គាល់ទីក្រុងតៃប៉េជាទឹកដីឯករាជ្យឡើយចក្រភពអង់គ្លេសបានអនុវត្តតាមនយោបាយចិនតែមួយចាប់តាំងពីឆ្នាំ1950ដោយទទួលស្គាល់ជំហររបស់ចិនថាតៃវ៉ាន់គឺជាខេត្តមួយរបស់ចិនចក្រភពអង់គ្លេសបានទទួលយកក្របខ័ណ្ឌនេះដើម្បីធានាការភ្ជាប់សេដ្ឋកិច្ចជាមួយនឹងចិននាសម័យនោះស្របទៅតាមនិន្នាការការទូតសកលនិងសំខាន់បំផុតគឺដើម្បីចរចាប្រគល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិនវិញនៅក្នុងឆ្នាំ1997នៅចំពោះមុខនៃការប្រទាញប្រទង់ជាមួយនឹងជប៉ុនចិនកាន់តែមានភាពរសើបចំពោះការគាំទ្រកោះតៃវ៉ាន់ពីប្រទេសផ្សេងៗនិងស្របពេលអង់គ្លេសបារម្ភអំពីចារកម្មភាពតានតឹងពាណិជ្ជកម្មនិងកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ប្រទេសចិនការជំរុញចុងក្រោយរបស់ទីក្រុងពេកាំងនាពេលនេះបង្ហាញថាចក្រភពអង់គ្លេសនៅតែស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហមរបស់ចិនហើយទំនាក់ទំនងរវាងប្រទេសទាំងពីរអាចចូលទៅដល់ដំណាក់កាលថ្មីដ៏ប្រទាញប្រទង់ប្រសិនបើភាគីទាំងពីរមិនថយម្នាក់មួយជំហានខ្ញុំរស់សុធាពី News Today NTTV